Hello សួស្តីបងហ្នឹងហើយចង់និយាយពាក់ព័ន្ធមួយនេះ Partybox Ultimate បាទ Partybox Ultimate អញ្ចឹងឥឡូវខ្ញុំកំពុងធ្វើការអាប់ដេតអញ្ចឹងពាក់ព័ន្ធជាមួយនឹងការអាប់ដេតបងត្រូវ connect Wi-Fi សិន connect Wi-Fi វាជាមួយនឹងWi-Fi ទៅផ្ទះយើងណាមួយបាសហ្នឹងណាអញ្ចឹង connect Wi-Fi ហើយទើបយើងអាប់ដេតបានបើមិនចឹងទេ connect តែ Bluetooth ហើយបើក app អាប់ដេតអត់បានដែរអូខេអញ្ចឹងប្រយ័ត្នទិញទៅអត់បានអាប់ដេតអត់អាប់ដេតក៏វាប្រើបានដែរគ្រាន់តែថា function មួយចំនួនវាអាចអត់ទាន់ full អញ្ចឹងណាបាទអញ្ចឹងជាទូទៅគឺយើងត្រូវ check update សិនបាទបើខាងខ្ញុំ check update ហើយអស់បានបកគលឲ្យភ្ញៀវបានអញ្ចឹងគាត់យកទៅប្រើដោយ version ខ្ពស់អញ្ចឹងណាអញ្ចឹងសម្រាប់បងដែលមានហើយអូខេគាត់អាច check update ខ្លួនឯងនៅផ្ទះដោយសារ version វា up រហូតវាមិន up ម្ដងហើយឈប់ up ទេបាទវាមានអីថ្មីមកគឺវា up មកទៀតហើយបាទអញ្ចឹងឥឡូវនេះគឺយើងធ្វើការ update ជូនភ្ញៀវបាទទៀតពាក់ព័ន្ធជាមួយនឹង JBL Partybox Ultimate គឺជាប្រភេទ speaker ដែលទំនើបអូខេអញ្ចឹងអានេះវាធូនសលេងខ្លួនឯងណាបងពេលដែលយើង update វា connect Wi-Fi ហើយអស់ពេលយើង start up វាទៅវានឹងធូនសលេងឲ្យយើងតាមទីតាំងណាមិញខ្ញុំធូនវាហើយអូតូអញ្ចឹងដូចជាអត់មានអីទេនេះ online ហើយយើងចូលក្នុង app ដូចតែ Partybox ផ្សេងដែរគ្រាន់តែ app របស់វាអត់ប្រើជាមួយនឹង JBL Partybox សេរីទេវាប្រើ JBL 1 app របស់វាណាអូខេអញ្ចឹងវា support មាន Dolby Atmos មានអីច្រើនកំណត់ហ្នឹងយើងមិនបាច់ខ្វល់ច្រើនទេនេះសលេងប្រភេទសលេងនេះសលេង scene របស់ JBL vocal movie chill បាទ custom នេះមានចង្កឹះសេរីអានេះ AM ចង្កឹះគេមានច្រើនចង្កឹះ1 2 3 4 5 6 7ចង្កឹះយើងអាចសេរីបានអូខេយើងអាចសេរី EQ បានហើយនេះយើងសលេងស៊ីនបាទអញ្ចឹងអាហ្នឹងលើបងយកទៅប្រើខ្ញុំនឹងបញ្យល់បងឲ្យចេះប្រើវាបន្ទាប់ហើយយើងយកទៅសេរីខ្លួនឯងបាទគ្រាន់តែថាពួកអានេះគឺវានឹង auto tune សលេងបងតាមទីតាំងបាទនៅពេលដែលបងប្រើ update វាគ្រប់ function ហើយយើងបើកវាទៅវានឹង tune auto បាទលយបាទឥឡូវមាន promotion តែចង់ដាច់ stock បាទអញ្ចឹងចូលឆ្នាំនេះបែកដីអានេះអស់ទាស់ហ្មងបាទអរគុណបងដែលជឿជាក់លើ Nano Sound តកៅបាយ